បាទសួស្តីបងប្អូនថ្ងៃនេះធ្វើវីដេអូមួយคลิปទៀតដើម្បីបង្ហាញបងប្អូនអំពីរបៀបមើលស្នែងបក់ធ្លុះដល់អាលាបងប្អូនណាបើយើងសិនតែយើងបង្ហាញតែស្នែងទេអត់មានអាលាវាពិបាកនឹងទុកចិត្តព្រោះសម័យនេះអ្នកខ្លះគាត់ចេះតែចេះស្ទើរហ្នឹងហើយបញ្ជាក់ស្នែងដែលបក់ធ្លុះអត់ដែលមានស្នែងឈ្មោលទេបងប្អូនណាគឺមានតែស្នែងមេទេពូមេគឺមេក្រោលគឺគេទុកយកកូនអញ្ចឹងមានតែមេទេដែលបក់ធ្លុះឈ្មោលមគឺគេលក់ឲ្យពូឈ្មោលវាដោយមេខ្លាំងពេកវាជុលគ្នាអញ្ចឹងគេលក់ឲ្យអញ្ចឹងក្នុងការប្រើភាគច្រើនសឹងតែ 100% ដែលស្នែងមេដែលបក់ធ្លុះបងប្អូនណានេះស្នែងនេះខ្ញុំធ្លាប់បានបង្ហាញវីដេអូមុនដែរហើយមានអ្នកខ្លះគាត់ថាមិនសុទ្ធណាកែច្នៃឯងបងប្អូនណានេះឥឡូវយើងមើលខាងលើហើយយើងមើលដល់អាលាខាងក្នុងនេះកន្លែងនេះគឺកន្លែងដែលវាធ្លាប់ធ្លុះហើយវាតបៅដល់ឆ្អឹងស្នែងបងប្អូនណានេះឆ្អឹងតាមកញ្ឆន់ហើយតបៅហ្នឹងតបៅចំដៃនេះណាបើសិនជាគេខូចគេចោះថែមបងប្អូនណាគេចោះថែមគេចោះឲ្យធំតិចទៅវាឃើញធ្លុះហើយអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងមនុស្សយើងវាមិនអាចចេះគ្រប់10បានទេហ្នឹងហើយជួនកាលការមើលនឹងផ្នែកទទេវាអត់មានរបស់ក៏វាពិបាកថាដែរព្រោះការទិញរបស់ខ្ញុំតើមានអាលាបាទខ្ញុំទិញស្នែងបើអត់មានអាលាខ្ញុំអត់ទិញទេហើយស្នែងដែលខ្ញុំទិញភាគច្រើនគឺមេហ្នឹងគឺបក់ធ្លុះឈ្មោលគឺអត់ដែលមានបក់ធ្លុះទេពួកខ្ញុំស្គាល់អ្នកលេងស្នែងមិនក្រោមពី10នាក់ទេហើយអ្នកលេងស្នែងក៏គេនិយាយដូចខ្ញុំដែរអត់ដែលមានឈ្មោលទេបក់ធ្លុះមានតែមេទេហ្នឹងហើយនេះកន្លែងនេះកន្លែងដែលវាធ្លុះខាងលើនេះវាស៊ីដល់ឆ្អឹងខាងក្នុងនេះកន្លែងនេះកន្លែងនេះចំដៃនេះកន្លែងនេះចំដៃនេះវាស៊ីដល់ឆ្អឹងឡើងមកជួរហ្នឹងហើយហើយកបត់នេះឆ្កែខាំទេឆ្កែកកេទេដោយសារវានៅក្លិនស្អុយឆ្កែកកេអញ្ចឹងណាហើយនេះស្នែងមួយទៀតស្នែងនេះក៏បក់ធ្លុះដែរស្នែងនេះក៏បក់ធ្លុះដែរបងប្អូនណានេះស្នែងនេះគឺធ្លុះនេះបក់ស្ដើងមកវាធ្លុះបដ ாய் ស្នែងនេះខ្ញុំបានទិញពីកំពង់ចាមស្នែងនេះស្នែងក៏ធ្លុះដល់អាលាដែរបងប្អូនមើលណាតិចថាខ្ញុំអត់បានដកឆ្អឹងអាលាតិចថាកែច្នៃទៀតណាហ្នឹងហើយមុននឹងថាកែច្នៃយើងមើលរបស់យើងតើរបស់យើងនឹងវាដូចរបស់ខ្ញុំអត់អញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះគាត់អាចចែកម្លែកបងប្អូនមើលទេមិនទៅវីដេអូវ័យបង្ហាញអ្នកដទៃឡើយគាត់ថាយើងបង្ហាញបើសិនជាអត់មានចំណុចខុសក៏អត់មានចំណុចត្រូវដែរអញ្ចឹងណាបងប្អូនណាហ្នឹងហើយអញ្ចឹងរបស់មុននឹងខ្ញុំជាវខ្ញុំបង្ហាញស្នែបងប្អូនមើលឃើញច្បាស់ទាំងអស់គ្នាហ្នឹងហើយការទិញរបស់ខ្ញុំនេះមិនចេះតែទិញដែរសួរអ្នកដែលគេធ្លាប់ប្រើស្នែងណាបងប្អូនណាសួរអ្នកដែលគេធ្លាប់ប្រើស្នែងរៀនច្បងមុនបានទិញមិនចេះតែទិញតាមទំនើបចិត្តទេបងប្អូនណាហ្នឹងហើយនេះគឺតែពិសេសហើយមិនថោកទេបងប្អូនណាមិនថោកទេថ្លៃបាទមានតែប៉ុណ្ណឹងបាទ